មកងារ normal ងាយស្រួលបញ្ជានិងរហ័សនៅពេលដែលបោកគក់សម្លៀកបំពាក់ប្រចាំថ្ងៃសម្រាប់សម្លៀកបំពាក់បន្លាធម្មតាទូទៅចម្រុះគ្នាច្រើននិងអាចបោកគក់បានដោយមិនគិតពីចំនួនគីឡូឯអាស្រ័យទៅលើទំហំធំទូបោកនីមួយៗនិងងាយស្រួលបញ្ជាដោយគ្រាន់តែចុចប៊ូតុងពីរតែប៉ុណ្ណោះជាដំបូងបន្ទាប់ពីដាក់សាប៊ូនិងសម្លៀកបំពាក់រួចដើម្បីឲ្យម៉ាស៊ីនដំណើរការបានចុចប៊ូតុង power រួចចុចប៊ូតុង start នោះម៉ាស៊ីននឹងជ្រើសរើសមុខងារ normal ដោយស្វ័យប្រវត្តិតែម្ដងការបោកគក់ភួយឬសម្លៀកបំពាក់ក្រាស់ៗឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាមួយមុខងារ do wet មុខងារ do wet សម្រាប់បោកគក់ទៅលើភួយកម្រាលពូកស្រាមខ្នើយនិងសម្លៀកបំពាក់ក្រាស់ៗដែលពិបាកនៅក្នុងការបោកគក់អាចជ្រើសរើសមុខងារ do wet ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់ចាជាដំបូងបន្ទាប់ពីដាក់សាប៊ូនិងសម្លៀកបំពាក់រួចដើម្បីឲ្យម៉ាស៊ីនដំណើរការបានចុចប៊ូតុង power រួចចុចយកប៊ូតុង program រហូតដល់ពាក្យ do wet រួចចុចប៊ូតុង start ជាការស្រេចជួយរក្សាអនាម័យរបស់សម្លៀកបំពាក់ជាមួយមុខងារ delicate មុខងារ delicate សម្រាប់ការបោកគក់ទៅលើសម្លៀកបំពាក់ឈុតក្នុងស្រាលៗតូចៗនិងងាយស្រួលនៅក្នុងការបែងចែកដែលជួយរក្សាអនាម័យបានល្អចាជាដំបូងបន្ទាប់ពីដាក់សាប៊ូនិងសម្លៀកបំពាក់រួចដើម្បីឲ្យម៉ាស៊ីនដំណើរការបានចុចប៊ូតុង power រួចចុចប៊ូតុង program រហូតដល់ពាក្យ delicate រួចចុចប៊ូតុង start ជាការស្រេចការត្រាំសម្លៀកបំពាក់មុនធ្វើការបោកគក់ចំណេញពេលវេលាការបោកគក់កាន់តែស្អាតជាមួយនឹងមុខងារបោកគក់ pre-wash សម្រាប់សម្លៀកបំពាក់ប្រឡាក់ខ្លាំងដែលត្រូវការការត្រាំជាមុនជាមួយនឹងមុខងារបោកគក់ pre-wash ដែលអាចត្រាំសម្លៀកបំពាក់ចន្លោះពី2ទៅ8នាទីរួចទៅធ្វើការបោកគក់តាមក្រោយចាជាដំបូងបន្ទាប់ពីដាក់សាប៊ូនិងសម្លៀកបំពាក់រួចដើម្បីឲ្យម៉ាស៊ីនដំណើរការបានចុចប៊ូតុង power រួចចុចប៊ូតុង program រហូតដល់ពាក្យ pre-wash រួចចុចប៊ូតុង start ជាការស្រេចការបោកគក់រហ័សត្រឹម30នាទីជាមួយមុខងារបោកគក់ quick wash សម្រាប់សម្លៀកបំពាក់ប្រឡាក់ស្រាលនិងមានទម្ងន់សរុបមិនលើសពី3គីឡូអាចជ្រើសរើសមុខងារ quick wash បានដែលបោកគក់រហ័សនិងប្រើរយៈពេលត្រឹមតែ30នាទីតែប៉ុណ្ណោះចាជាដំបូងបន្ទាប់ពីដាក់សាប៊ូនិងសម្លៀកបំពាក់រួចដើម្បីឲ្យម៉ាស៊ីនដំណើរការបានចុចប៊ូតុង power រួចចុចប៊ូតុង program រហូតដល់ពាក្យ quick wash រួចចុចប៊ូតុង start ជាការស្រេចលាងសមាធុងបើកនៅផ្នែកខាងក្នុងដើម្បីជួយឲ្យការបោកគក់កាន់តែស្អាតប្រសិនបើការបោកគក់ញឹកញាប់យ៉ាងតិច2សប្តាហ៍ត្រូវធ្វើការលាងសមាធុងម្ដងទៅដោយប្រើកម្មវិធី Tube Clean ដែលមាននៅលើម៉ាស៊ីនបោកគក់របស់ LG ចាជាដំបូងបន្ទាប់ពីដាក់សាប៊ូរួចដើម្បីឲ្យដំណើរការបានចុចប៊ូតុង power រួចចុចប៊ូតុង program រហូតដល់ពាក្យ Tube Cleanបន្ទាប់មកចុចប៊ូតុង start ជាការស្រេចនាងខ្ញុំលីដាសូមអរគុណសូមជម្រាបលាជួបនាងខ្ញុំនៅវីដេអូបន្តទៀតបាយបាយ